ជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីវិធី boost view like នៅលើ Facebook ជាមួយនឹង website បង SMM ចំពោះវិធីធ្វើគឺពិតជាងាយស្រួលមែនតើបងប្អូនដែលបងប្អូនគ្រាន់តែ copy link like របស់បងប្អូនហើយយកទៅផាសចូលនៅក្នុង website គឺបងប្អូនអាចបង្កើនចំនួន view បានយ៉ាងច្រើនទៅតាមបំណងរបស់បងប្អូនបានដោយខ្លួនឯងដោយចំណាយពេលត្រឹមតែរយៈពេលខ្លីដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងគឺតម្រូវបងប្អូន sign in ចូលទៅក្នុង website បង SMM ជាមុនសិនដើម្បីចូលប្រើប្រាស់សេវាកម្មសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលប្រើប្រាស់សេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link ដែលខ្ញុំបានដាក់នៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលហើយនៅខាងក្រោមនេះវាគឺជា social media tool បងប្អូនឃើញមាន tool Facebook នៅខាងក្រោមហ្នឹងបងប្អូនអាចចុចចូលទៅលើ tool Facebook ហ្នឹងបានបងប្អូនបន្ទាប់មកបងប្អូនអូសមកក្រោមហើយបងប្អូនចុចចូលទៅលើពាក្យថា category ដើម្បីចូលទៅជ្រើសរើសសេវាកម្មនៅក្នុងនោះគឺវាមានសេវាកម្មច្រើនមែនទែនបងប្អូនអាច scroll អូសចុះមកក្រោមមកដើម្បីស្វែងរកសេវាកម្មដែលមានពាក្យថា Facebook Live Stream View ហើយបងប្អូនអាចចុចចូលទៅលើសេវាកម្ម Facebook Live Stream View មួយណាក៏បានដែរបងប្អូនបន្ទាប់មកទៀតបងប្អូនអូសមកក្រោមទៀតមកហើយបងប្អូនចុចចូលទៅលើពាក្យថា service ដែលនៅក្នុងនោះផងដែរគឺវាមាន service ជាច្រើនប្រភេទសម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនគឺវាមាន service ដូចជា Facebook Live Stream View ដែលមានរយៈពេល15នាទី30នាទី60នាទី90នាទី120នាទី180នាទីហើយមានរយៈពេលច្រើនជាងនឹងទៀតបងប្អូនហើយចំពោះរាល់រយៈពេលដែលនៅលើ service នីមួយៗវាគឺជារយៈពេលនៃចំនួន view នៅលើការ live របស់បងប្អូនឧទាហរណ៍បងប្អូនជ្រើសរើសទៅលើ service ដែលមានរយៈពេល15នាទីដូច្នេះនៅពេលដែលបងប្អូន boost ចំនួន view ទៅចំនួន view នៅលើការ live របស់បងប្អូនមានរយៈពេលត្រឹមតែ15នាទីតែប៉ុណ្ណោះបងប្អូនមានន័យថាបន្ទាប់ពី15នាទីក្រោយបងប្អូននឹងឃើញចំនួន view នៅលើការ live របស់បងប្អូននឹងថយចុះមកវិញដូច្នេះហើយប្រសិនបើបងប្អូនចង់ឲ្យចំនួន view នៅលើការ live របស់បងប្អូនមានរយៈពេលប៉ុន្មាននាទីបងប្អូនអាចចុចចូលជ្រើសរើសទៅលើ service ដែលមានរយៈពេលប៉ុណ្ណឹងបានបងប្អូនហើយប្រសិនបើបងប្អូនចង់ឲ្យចំនួន view នៅលើការ live របស់បងប្អូនមានរយៈពេលកាន់តែយូរបងប្អូនអាចចុចចូលជ្រើសរើសទៅលើ service ដែលមានរយៈពេលយូរជាងគេបានដោយសារតែនៅក្នុងនោះគឺវាមាន service ដែលមានរយៈពេលយូររហូតដល់360នាទីបងប្អូនបន្ទាប់ពីបងប្អូនបានចុចចូលជ្រើសរើស service ហើយបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោម service ហ្នឹងនៅត្រង់កន្លែង link នេះគឺតម្រូវបងប្អូនចូលទៅ copy link live របស់បងប្អូនហើយយកមកផាសចូលនៅត្រង់កន្លែង link ហ្នឹងណាបងប្អូនដូច្នេះហើយបងប្អូនអាចចូលទៅកាន់ការ live របស់បងប្អូនជាមុនសិនបានឧទាហរណ៍ខ្ញុំជ្រើសរើសយក live មួយនេះដើម្បីធ្វើជាការបង្ហាញជូនដល់បងប្អូនដើម្បី copy link live របស់បងប្អូនបានបងប្អូនអាចចុចចូលទៅលើសញ្ញាព្រួយដែលជាកន្លែង share នៅខាងក្រោមនេះបានបងប្អូនហើយបន្ទាប់មកបងប្អូននឹងឃើញមានពាក្យថា copy link នៅខាងក្រោម share to នេះបងប្អូនអាចចុចចូលទៅលើពាក្យ copy link នឹងមកគឺបងប្អូនអាច copy link live របស់បងប្អូនបានហើយបន្ទាប់ពីបងប្អូនបាន copy link live របស់បងប្អូនរួចរាល់បងប្អូនអាចចូលទៅក្នុង website យើងវិញដើម្បីធ្វើការផាស link live ដែលបងប្អូនបាន copy អំបញ្ញមិញចូលហើយបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន view ដែលបងប្អូនចង់បង្កើននៅលើការ live របស់បងប្អូននៅកន្លែង quantity នេះបានដែលនៅក្នុងនោះគឺបងប្អូនអាចដាក់បានយ៉ាងតិចចំនួន10 view ហើយយ៉ាងច្រើនរហូតដល់50,000 viewហើយចំពោះឆាតនៅខាងក្រោមនឹងវិញវាគឺជាតម្លៃសេវាកម្មដែលតម្លៃសេវាកម្មនឹងទៀតសោតគឺវានឹងគិតឲ្យបងប្អូនអូតូទៅតាមចំនួន view ដែលបងប្អូនបានដាក់ឬក៏បងប្អូនបាន boost នៅកន្លែង quantity នៅខាងលើនឹងដូចគ្នាបងប្អូនបន្ទាប់ពីបងប្អូនបានចុចចូលជ្រើសរើសសេវាកម្មក៏ដូចជាបានបំពេញរួចរាល់អស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យ submit នៅខាងក្រោមនឹងបានហើយនៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received នៅខាងក្រោម order detail នេះហ៎បងប្អូនដែលវាដូចជាវិក័យប័ត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលប្រើប្រាស់សេវាកម្មមួយនឹងបានដោយជោគជ័យហើយបងប្អូនអាចរងចាំរយៈពេល4ទៅ5នាទីបន្ទាប់ពីបងប្អូនបានចុចចូល submit រួចរាល់នោះបងប្អូននឹងឃើញចំនួន view នៅលើការ live របស់បងប្អូនកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានដាក់ឬក៏បងប្អូនបាន boost ឲ្យបងប្អូនក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website នឹងទេគឺបងប្អូនអាចចុច clear ចេញពី website នឹងវិញបានសម្រាប់វីដេអូមួយនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនប្រសិនបើបងប្អូនមានចម្ងល់នៅត្រង់កន្លែងណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូមួយនេះបានអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ